Need Sakana Makeup Tutorial អូខេបងអូខេអញ្ចឹងមុននឹង Makeup បងប្អូនដែលកំពុងមើលវីដេអូហ្នឹងកុំភ្លេចចុច follow ខ្ញុំម្នាក់មួយសិនមកហើយចាំយើងនិយាយគ្នាតបើបងប្អូនសួរថាចូលចិត្តខាង salon ដើរផាត់មុខឲ្យគេអត់ចម្លើយ120%គឺអត់ទេប៉ុន្តែខ្ញុំអាចផាត់មុខតាមអ្វីដែលខ្លួនឯងចង់បានហើយ first step របស់ខ្ញុំថ្ងៃហ្នឹងខ្ញុំយក pearl cream មកធ្វើជាទំនុក makeup បន្ទាប់មកដាក់ foundation ដូចតែគេដូចតែឯងនឹងទៀតសល់ការ makeup របស់ខ្ញុំហ្នឹងវាអត់ទាមទារអីច្រើនទេងាយស្រួលតាមបែបសក្តានុពលពី foundation ហើយចូលដល់ម្សៅហុយឲ្យឃើញងាយយកផាត់មុខរដូវខ្ញុំដែរដាក់ color ភ្នែកផងហើយអា color ហ្នឹងមួយទៀតខ្ញុំអត់ស៊ី color ហើយណាផាត់មុខរបស់ខ្ញុំអត់ស៊ី color ហើយប៉ុន្តែអត់ដាក់អត់បានអា color ហ្នឹងបើតាមបែបសក្តានុពលដាក់ text បានហើយអាផាត់ក្នុងវីដេអូហ្នឹងជ្រុលដៃប៉ុន្តែខ្ញុំយកជក់បបោសចេញតួអង្គសំខាន់នៃ makeup look របស់សក្តានុពលហ្នឹងគឺ eyeliner ហ្នឹងសំខាន់ជាងគេឲ្យរោមភ្នែកប៉ុន្តែលើកនេះខ្ញុំពាក់រោមភ្នែកមុនឲ្យបានផាត់មុខនេះវារៀងបតាបន្តិចប៉ុន្តែ that's okay រឿង eyeliner នេះមួយបើអត់ធំអត់យកទេឃើញខ្ញុំនិយាយមិញអត់ too small ព្រោះខ្ញុំអត់ដាក់ color ភ្នែក so បើកាន់តែធំកាន់តែល្អព្រោះកញ្ញាសក្តានុពលចិត្តធំនោះអី thin eyeliner មួយ1500ហ្នឹងយកទៅគូភ្នែកយកមកធ្វើ lip liner ទៅឃើញចំណេញអត់ងាយសួរអញ្ចឹង make up បែបសក្តានុពលតែផាត់មុខបានហើយសុំពេលការដេកផ្ទះស្រីណាហើយអាពេលចុងក្រោយនោះគូមានការសរសើរពីស្ទីលមិនដាច់ពីមកថាមុខសិចម៉េះចាពេញចិត្តយកហ្នឹងប៉ុណ្ណឹងវីដេអូក៏ដល់ទីបញ្ចប់ហើយបងប្អូនកុំភ្លេចចុច follow ខ្ញុំម្នាក់មួយផងអរគុណសូមជម្រាបលា